តើអ្នកធ្លាប់ស្រមៃទេថាបើសិនជារាជធានីភ្នំពេញរបស់យើងមានផ្លូវលើអាកាសដូចនៅក្នុងរូបភាព AI មួយនេះដែលផ្លូវនោះមានប្រវែងចាប់ពីវត្តភ្នំរហូតដល់ប្រលានយន្តហោះថ្មីរបស់យើងដែលមានឈ្មោះថា Daejeon International Airport បងប្អូននឹងយល់យ៉ាងណាបើយកទៅតាម website ផ្លូវការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជារបស់យើងបានចុះផ្សាយនៅថ្ងៃទី26ខែ9ឆ្នាំ2023នៅក្នុងនោះបានចុះផ្សាយអំពីប្រសាសន៍របស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាគឺសម្ដេចបវរធិបតីហ៊ុនម៉ាណែតលោកបាននិយាយថារាជរដ្ឋាភិបាលបានកំពុងធ្វើការសិក្សាទៅលើគម្រោងផ្លូវរថភ្លើងលើអាកាសដែលគេហៅថា Skytrain ឬក៏រថភ្លើងក្រោមដីដែលគេហៅថា Subway មូលហេតុដែលរាជរដ្ឋាភិបាលបានគិតគូរទៅលើវិស័យរថភ្លើងបន្ថែមបែបនេះក៏ដោយសារតែកំណើនប្រជាជនដែលមាននៅក្នុងរាជធានីភ្នំពេញគឺមានការកើនឡើងខ្លាំងមែនទែនរាល់ពេលដែលបងប្អូនធ្វើដំណើរទៅណាមកណាគឺមានបញ្ហាកកស្ទះចរាចរណ៍យ៉ាងខ្លាំងដូច្នេះរាជរដ្ឋាភិបាលបានគិតគូរទៅលើហេដ្ឋារចនាសម្ព័ន្ធដែលថ្មីៗនេះដោយដែលបងប្អូនបានឃើញហើយយើងមានផ្លូវក្រវ៉ាត់ក្រុងជាច្រើនហើយអ្វីដែលជាគម្រោងនៅក្នុងការសិក្សារបស់រាជរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជារបស់យើងគឺជាគម្រោងនៃការធ្វើផ្លូវរថភ្លើងដែលគេហៅថា Skytrain ហើយយើងក៏បានដឹងដែរថានៅពេលដែលមានរថភ្លើងដែលធ្វើដំណើរទៅកាន់ពលានយន្តហោះថ្មីរបស់យើងមានភាពងាយស្រួលបែបនេះបងប្អូនរបស់យើងប្រកាសជាកាត់បន្ថយនៅក្នុងការប្រើប្រាស់រថយន្តឬក៏ម៉ូតូអីហើយនឹងកាត់បន្ថយការកកស្ទះបានមួយផ្នែកធំដែរហើយអ្វីដែលសំខាន់អង្គការចាយការរបស់ប្រទេសជប៉ុនបានសិក្សាឲ្យថាគម្រោងមួយនេះប្រហែលជាចំណាយអស់ប្រាក់ប្រមាណ 1.8 ពាន់លានដុល្លារបច្ចុប្បន្ននេះយើងមិនទាន់ឃើញមានគម្រោងនេះចាប់ផ្ដើមនៅក្នុងការសាងសង់ទេដោយក្នុងនោះគេបានចុះផ្សាយអំពីប្រសាសន៍របស់ឯកឧត្តមសុនចន្ទថុលទាក់ទងទៅនឹងការស្វែងរកនៅថវិកាឬក៏ស្វែងរកនៅវិនិយោគទុនដើម្បីធ្វើឲ្យគម្រោង Skytrain នេះនឹងចាប់ផ្ដើមសាងសង់នៅក្នុងពេលឆាប់ៗខាងមុខនេះឯងសម្រាប់ខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូបខ្ញុំក៏ចង់ឃើញប្រទេសកម្ពុជារបស់យើងមានផ្លូវរថភ្លើងដើម្បីសម្រួលទៅដល់ការធ្វើដំណើរដោយប្រទេសជិតខាងដែរយើងនិយាយពីប្រទេសសិង្ហបុរីឬក៏ប្រទេសអីផ្សេងៗនៅជិតយើងគឺគេមានផ្លូវរថភ្លើងបែបហ្នឹងដើម្បីជួយសម្រួលទៅកាន់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរបស់គេហើយអ្វីដែលសំខាន់ខ្ញុំសង្ឃឹមថារយៈពេល20ឬក៏30ឆ្នាំទៅមុខទៀតខ្ញុំនឹងបានធ្វើដំណើរនៅលើផ្លូវរថភ្លើង Skytrain របស់ប្រទេសកម្ពុជារបស់យើង